ចូលទៅរឿងមួយទៀតគឺរថយន្ត Actos បើបញ្ច្រាស់ផ្លូវបត់ឆ្លងត្រូវរថយន្ត Highlander បុកចំកណ្ដាលទ្រូងផ្លូវរងការខូចខាតរថយន្តពីរគ្រឿងបុកពន្លះគ្នាចំកណ្ដាលទ្រូងផ្លូវរងការខូចខាតទាំងសងខាងសំណាងគ្មានមនុស្សរងរបួសហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1:30 នាទីរំដងអាធ្រាត្រឈានចូលថ្ងៃទី 4 ខែកក្កដាឆ្នាំ 2014 ត្រង់ចំណុចក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រមាណ 200 ម៉ែត្រស្ថិតក្នុងភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានដឹងថានៅមុនពេលកាត់ហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Hyundai Actos ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Y6720 បើកបរដោយបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅផលិតទៅកើតបញ្ច្រាស់ផ្លូវហើយបានបត់ស្ដាមឆ្លងផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ឈាមជ្រូកពាក់ស្លាកលេខកណ្ដាល 2A9339 ជិះដោយបុរសម្នាក់និងនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចក៏បានបុកប៉ះគ្នាចំកណ្ដាលទ្រូងផ្លូវរងការខូចខាតទាំងសងខាងសំណាងភាគីទាំងសងខាងមិនមានរងរបួសបន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើអន្តរាគមន៍ភ្លាមហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីរថយន្ត Actos ព្រមសងសំណងរថយន្ត Highlander ទៅជួលដើម្បីបញ្ចប់រឿងផងដែរបាទនៅក្នុងសារព័ត៌មាននេះគឺគេដាក់ថាគេបាននិយាយថារថយន្ត Highlander ក៏បានទៅបុកជាមួយរថយន្ត Actos ប៉ុន្តែអ្នកដែលត្រូវចេញសំណងសងគឺរថយន្ត Actos គាត់ជាអ្នកសងទៅរថយន្ត Highlander វិញដោយសារថារថយន្ត Actos នេះគឺគាត់បត់ឆ្លងផ្លូវបាទដល់ពេលបត់ឆ្លងផ្លូវទៅធម្មតាបត់វឹងតាបត់ឆ្លងផ្លូវតែមានគ្រោះថ្នាក់ដល់គេហើយគឺជាអ្នកខុសហើយបាទមិនថាគេបុកយើងទេណាបាទដោយសារយើងជាអ្នកខុសអញ្ចឹងទេយើងមិនអាចប្រកែកថាយើងឈ្នះបានទេបាទដូចនៅក្នុងសារព័ត៌មាននេះគឺម្ចាស់រថយន្ត Actos ហ្នឹងគឺគាត់ព្រមចេញថ្លៃសងសំណងឲ្យទៅរថយន្ត Highlander ផងដែរបាទដើម្បីបញ្ចប់រឿងបាទចា៎ហើយខណៈ